សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានវិលមកជួបខ្ញុំសារជាថ្មីទៀតហើយនៅព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2026ខ្ញុំបាទមកជម្រាបព័ត៌មានដោយដកស្រង់ចេញពីប្រភពផ្លូវការច្បាស់លាស់ដដែលព័ត៌មានទី1ដោយដកស្រង់ចេញពី SBM News ថៃនៅមិនសុខថៃចាប់ដៃអូស្ត្រាលីធ្វើសម្ពយុទ្ធរត់ពាសដែកនិងការរៀនរស់ក្នុងព្រៃស្របពេលស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅបន្តភាពតានតឹងកងទ័ពជើងគោកភូមិន្ទថៃនិងអូស្ត្រាលីបានចាប់ដើមបើកសម្ពយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយមានឈ្មោះថាឆាបលគោល2026ក្នុងខេត្តព្រះចន្ទបុរីដោយមានកងទ័ពជាង550នាក់ចូលរួមការវឹកវើបានធ្វើឡើងនៅឯបន្ទាយច្រកពងផ្ដោតសំខាន់លើជំនាញយុទ្ធវិធីការរស់រានមានជីវិតក្នុងព្រៃនិងការបញ្ជាគ្រឿងយន្តធុនធ្ងន់និងរថពាសដែកសមយុទ្ធឆាបលគោ2026ត្រូវបានប្រព្រឹត្តឡើងស្ងាត់ចាប់ពីថ្ងៃទី18ដល់ថ្ងៃទី29ខែមិថុនាឆ្នាំ2026ខណៈសម្ពយុទ្ធនេះត្រូវបានគេមើលឃើញថាធ្វើឡើងចំពេលកងទ័ពថៃកំពុងបង្កើនការយាយីនៅតាមបណ្ដោយព្រំដែនភាគខាងកើតជាមួយប្រទេសកម្ពុជាពលគឺក្រោយពេលគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់កំឡុងពេលបើកការឈ្លានពានកាលពីចុងឆ្នាំ2025កន្លងទៅថ្មីយោធាភូមិភាគទី1របស់ថៃបានបញ្ជូនកងកម្លាំងជាង400នាក់ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺននេះរួមជាមួយកងទ័ពអូស្ត្រាលីជាង150នាក់មកពីក្រុមហ៊ុនកងកម្លាំងធំ Rai Company Butterworth 148នៃកងទ័ពជើងគោកអូស្ត្រាលីសមយុទ្ធហ្វឹកហ្វឺននេះធ្វើឡើងនៅបន្ទាយចាក់ពងនៃខេត្តព្រះចន្ទបុរីជាប់ខេត្តស្រះកែវគៀកនឹងព្រំដែនកម្ពុជានៅក្នុងការហ្វឹកហ្វឺនទាហានប្រទេសទាំងពីរបានហ្វឹកហាត់ជាច្រើនទម្រង់រួមមានគំរូប្រតិបត្តិការយុទ្ធវិធីការរៀនរស់នៅក្នុងព្រៃការបាញ់កាំភ្លើងសម្ពយុទ្ធវិធីនិងប្រតិបត្តិការអង្គភាពរថពាសដែកយោធាទាំងពីរប្រទេសក៏បានផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍និងជំនាញនៃការយល់ដឹងអំពីការរស់នៅក្នុងព្រៃកំឡុងពេលមានសង្គ្រាមផ្ទុះឡើងផងដែរកងទ័ពជើងគោកភូមិន្ទថៃជឿជាក់ថាសមយុទ្ធរួមគ្នាឆាបាកូ2026នេះមិនត្រឹមតែជួយពង្រឹងជំនាញនិងការត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ពប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែក៏ត្រៀមខ្លួនដើម្បីប្រតិបត្តិការបេសកកម្មផ្សេងៗទាំងក្នុងកម្រិតតំបន់និងកម្រិតអន្តរជាតិសូមជម្រាបថាសមយុទ្ធរួមគ្នាឆាបាកូគឺជាការហ្វឹកហ្វឺនយុទ្ធវិធីរវាងកងទ័ពជើងគោកភូមិន្ទថៃនិងកងទ័ពជើងគោកអូស្ត្រាលីចាប់ពីកម្រិតកងអនុសេនាតូចរហូតដល់កម្រិតវីរសេនាតូចសមយុទ្ធនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយផ្លាស់ប្ដូរទីតាំងហ្វឹកហ្វឺនវិលជុំទៅតាមតំបន់យោធាផ្សេងគ្នាក្នុងមួយឆ្នាំគូបញ្ជាក់ថាសមយុទ្ធនេះធ្វើឡើងស្របពេលស្ថានភាពនៅតាមបន្ទាត់ព្រំដែនជាមួយកម្ពុជានៅតែបន្តតានតឹងនិងកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមជ្ឈដ្ឋានអន្តរជាតិខណៈថ្មីនេះយោធាថៃប្រកាសស្ដែងថាពួកគេត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខគ្រប់កម្រិតនិងត្រៀមយន្តហោះចម្បាំង F-16 និង Great Pen ចេញប្រតិបត្តិការ24ម៉ោងលើ24ម៉ោងករណីមានចំនួនព្រំដែនជាមួយកម្ពុជាជាថ្មីដូច្នេះយោធាកម្ពុជាដែលកំពុងរងការឈ្លានពានពីសត្រូវចំនួនមួយនេះមិនត្រូវមើលរំលងសមយុទ្ធយោធាថៃនិងអូស្ត្រាលីឡើយបាទពុកម៉ែបងប្អូនប្រិយមិត្តដៃខ្មែរ TV ជាទីគោរពស្រឡាញ់រាប់អានឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតនៅខាងបងប្អូនភាសាយើងបាទទេសរដ្ឋមន្ត្រីគុណគីមចុះពិនិត្យស្ថានភាពរស់នៅនិងអាជីវកម្មប្រជាពលរដ្ឋភាសាក្នុងខេត្តបន្ទាយមានជ័យបាទ
យោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថាគតិសង្ឃបណ្ឌិតគុនគឹមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធធននិងនិវត្តជនកម្ពុជានៅថ្ងៃទី23 ខែមិថុនាឆ្នាំ2026បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅនិងអាជីវកម្មតាមខ្នងផ្ទះបណ្ដោះអាសន្នប្រជាពលរដ្ឋភាគសឹកព្រមទាំងការបន្តសាងសង់ផ្ទះបណ្ដោះអាសន្នស្ថិតក្នុងភូមិរងចាំឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះទេសរដ្ឋមន្ត្រីសូមកោតសរសើរដល់ប្រជាពលរដ្ឋភាគសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាពបូករួមជាមួយការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះទេសរដ្ឋមន្ត្រីបានបន្តថាជាក់ស្ដែងប្រជាពលរដ្ឋភាគសឹកដែលស្នាក់នៅផ្ទះបណ្ដោះអាសន្នត្រូវបានក្រសួងស្ថាប័ននិងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវនិងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគាត់ជួបប្រទះសម្ដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពួកគាត់ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាអំឡុងពេលស្នាក់នៅបណ្ដោះអាសន្នបងប្អូនប្រជាពលរដ្ឋភាគសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំងពីសំណាក់រាជរដ្ឋាភិបាលនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធរួមទាំងមហាជននិងសប្បុរសជនគ្រប់ទិសទីក្នុងនាមជាមហាគ្រួសារខ្មែរតែមួយនិងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិជួរក្រោយដោយគ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឲ្យនៅឯកាឡើយទោះជាក្នុងកាលៈទេសៈណាក៏ដោយទេសរដ្ឋមន្ត្រីគុនគឹមកត់សម្គាល់ឃើញថាប្រជាពលរដ្ឋភាគសឹកភាគច្រើនបានខិតខំប្រឹងប្រែងក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរនិងអាជីវកម្មរបស់ខ្លួនយ៉ាងប្រសើរឆ្លៀតក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះទេសរដ្ឋមន្ត្រីគុនគឹមបានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈមសូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋានឬអាជ្ញាធរខេត្តដែលប្រចាំការនៅក្នុងភូមិដើម្បីចុះពិនិត្យនិងដោះស្រាយបានទាន់ពេលវេលាឥឡូវនេះបន្តទៅខាងខេត្តតាកែវវិញម្ដងពុកម៉ែបងប្អូនប្រិយមិត្តអភិបាលខេត្តតាកែវបញ្ជាក់ប្រាប់គណៈប្រតិភូគណៈកម្មការទី3នៃរដ្ឋសភាថាខេត្តតាកែវគ្មានបទល្មើសឆបោកអនឡាញឆក់ប្លន់និងចាប់ចម្រិតឡើយនៅក្នុងជំនួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី3នៃរដ្ឋសភានាព្រឹកថ្ងៃអង្គារទី23ខែមិថុនាឆ្នាំ2026ឯកឧត្តមវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវបានជម្រាបជូនគណៈប្រតិភូថាខេត្តតាកែវគឺជាខេត្តមួយដែលមានសន្តិសុខសណ្ដាប់ធ្នាប់សង្គមល្អប្រសើរដោយគ្មានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ scam អំពើឆក់ប្លន់ឬការចាប់ចម្រិតនោះឡើយកត្តាស្ថិរភាពនិងសុវត្ថិភាពដ៏រឹងមាំនេះហើយដែលបាននឹងកំពុងទាក់ទាញចិត្តវិនិយោគិនកាន់តែច្រើនឡើងឲ្យចូលមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តតាកែវយ៉ាងគំហុកឯកឧត្តមវីសំណាងអភិបាលខេត្តបានថ្លែងបន្តជូនគណៈកម្មការទី3នៃរដ្ឋសភាថាគិតត្រឹមឆ្នាំ2025កន្លងទៅចំនួនរោងចក្រសហគ្រាសនៅក្នុងខេត្តតាកែវមានការកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង 300% គិតមកទៅពេលនេះខេត្តតាកែវមានរោងចក្រសហគ្រាសសរុបជាង 1,100 មូលដ្ឋានដែលបានបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនជាង 16,000 នាក់ដោយឡែកសម្រាប់តែក្នុងរយៈពេលដើមឆ្នាំ2026នេះមានរោងចក្រថ្មីចំនួន15បន្ថែមទៀតបានមកបើកដំណើរការជាបន្តបន្ទាប់នៅក្នុងខេត្តមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមលយសុផាតប្រធានគណៈកម្មការផែនការវិនិយោគកសិកម្មរុក្ខាប្រមាញ់នេសាទអភិវឌ្ឍជនបទបរិស្ថាននិងធនធានទឹក
នៃរដ្ឋសភាគណៈកម្មការទី3បានសម្ដែងការកោតសរសើរយ៉ាងក្រៃលែងចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តតាកែវឲ្យមានការរីកចម្រើនយ៉ាងលឿនហួសពីការរំពឹងទុកជាពិសេសគឺកំណើនរោងចក្រសហគ្រាសដ៏ខ្ពស់ត្រដែតឯកឧត្តមប្រធានគណៈកម្មការបានគូបញ្ជាក់បន្ថែមថាខេត្តតាកែវនឹងក្លាយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀតក្រោយពេលដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតពុកម៉ែបងប្អូនប្រិយមិត្តឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីអញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមងុយចំនួន2ទីតាំងក្នុងស្រុកបាសេតខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបណ្ណាល័យមរតកក្រមងុយចំនួន2ទីតាំងដែលស្ថិតក្នុងស្រុកបាសេតខេត្តកំពង់ស្ពឺក្រោយបានស្ដាប់ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតជាមច័ន្ទសុផាន់អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលបានរំលេចពីស្ថានភាពទូទៅនិងសក្តានុពលខេត្តឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសក្តានុពលរបស់ខេត្តកំពង់ស្ពឺក្នុងការបង្កើតនិងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ទាំងវិស័យឧស្សាហកម្មក្នុងបរិបទបច្ចុប្បន្នការងារកសិកម្មសេវាកម្មនិងទេសចរណ៍ដែលមានការផ្សារភ្ជាប់ទៅនឹងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជននៅមូលដ្ឋានឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបង្ហាញក្តីសោមនស្សរីករាយក្រៃលែងក្នុងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងស្រុកបាសេតខេត្តកំពង់ស្ពឺជាថ្មីម្ដងទៀតដោយបាននាំយកការសាកសួរសុខទុក្ខរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីអមជាមួយសមិទ្ធផលថ្មីជាបណ្ណាល័យថ្មីទាំងពីរបន្ថែមលើការលើកឡើងលើសក្តានុពលនានារបស់ខេត្តឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍមូលធនមនុស្សតាមរយៈវិស័យអប់រំក្នុងនោះរួមមានទាំងការដាក់ចេញបទដ្ឋានគតិយុត្តនានាជាមានដូចជាព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀនដែលផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់គ្រូបង្រៀននិងអង្គភាពអប់រំការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារដែលពោរពេញដោយសមត្ថភាពជាបន្តបន្ទាប់និងសមិទ្ធផលថ្មីៗដោយអ្វីដែលយើងកំពុងរួមគ្នាដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅបណ្ណាល័យថ្មីចំនួន2នាថ្ងៃនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរជាមួយលោកគ្រូអ្នកគ្រូក្មួយសិស្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលមិនត្រឹមតែលះបង់កម្លាំងកាយចិត្តទេចំណេះដឹងដល់សិស្សានុសិស្សប៉ុណ្ណោះទេតែថែមទាំងបានបង្ហាញនៅវប្បធម៌នៃការចែករំលែកដ៏ប្រពៃការចូលរួមរៃអង្គាសថវិកាផ្ទាល់ខ្លួនរួមជាមួយការគាំទ្រពីសប្បុរសជននានានិងកិច្ចសហការរបស់អាជ្ញាធរពាក់ព័ន្ធដើម្បីកសាងសមិទ្ធផលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាការប្រសិទ្ធនាមបណ្ណាល័យតាមឈ្មោះរបស់អ្នកភិរមភាសាអ៊ូក្រមងុយមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់វិស័យអប់រំនិងវប្បធម៌ជាតិដែលផ្សារភ្ជាប់ទៅនឹងគោលបំណងសំខាន់ចំនួន3គឺទី1ជាការរំលឹកគុណូបការៈដឹងគុណនិងលើកដំកើងដល់ស្នាដៃអក្សរសិល្ប៍របស់លោកតាក្រមងុយមិនត្រឹមតែជាកំណាព្យទេ
ប៉ុន្តែជាបណ្ដាំសម្រាប់កូនខ្មែរឆ្លុះបញ្ចាំងពីសីលធម៌ការរួមគ្នានិងការថែរក្សាវប្បធម៌ជាតិដែលស្នាដៃទាំងនោះនៅតែមានតម្លៃសម្រាប់ការអប់រំនៅក្នុងសង្គមខ្មែរតជំនាន់ទី2ជាការគាំទ្រគោលនយោបាយអប់រំជាតិឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយបញ្ញាញាណនិងទី3ជាការបណ្ដុះវប្បធម៌ស្វ័យសិក្សាបង្កើតស្នាដៃដ៏រឹងមាំសម្រាប់សិស្សានុសិស្សមកក្រេបជញ្ជក់ចំណេះដឹងបន្ថែមក្រៅពីម៉ោងសិក្សាសូមជម្រាបថាបណ្ណាល័យមរតកក្រមងយទាំងពីរជាមួយហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈប្រើប្រាស់ផ្សេងទៀតដែលស្ថិតនៅក្នុងវិទ្យាល័យចំនួន2ផ្សេងគ្នាជាទឹកចិត្តចូលរួមរបស់សប្បុរសជននានាជាការរៃអង្គាសរបស់លោកគ្រូអ្នកគ្រូជាពិសេសការចូលរួមជាមួយសប្បុរសដោយលោកលីសុយព្រមទាំងភរិយាទីតាំងទី1មានទីតាំងស្ថិតនៅក្នុងវិទ្យាល័យស្លាបលែងធ្វើពីបេតុងប្រក់ក្បឿងដែលមានរចនាបថខ្មែរបុរាណមានទំហំបណ្ដោយ12ម៉ែត្រទទឹង6ម៉ែត្រនិងមានខឿនព័ទ្ធជុំវិញបណ្ដោយ19ម៉ែត្រទទឹង15ម៉ែត្រទីតាំងទី2ស្ថិតនៅក្នុងវិទ្យាល័យមង្គលបពិតដែលមានទំហំប្រហាក់ប្រហែលគ្នានិងក្នុងស្រុកបាសេតខេត្តកំពង់ស្ពឺដូចគ្នាបាទបានបណ្ណាល័យចំនួន2ទៀតហើយបាទពុកម៉ែបងប្អូនប្រិយមិត្តដែលខ្មែរ TV ជាទីគោរពស្រឡាញ់រាប់អានកម្មវិធីយើងខ្ញុំដល់ទីបញ្ចប់ហើយចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណច្រើននិងសូមគោរពលា